ដោយសារតែខ្លាចបាត់បង់ការគ្រប់គ្រងពីក្រមជ្រុលនិយមរបស់ថៃឥឡូវនេះអនុទិនឆាន់វីរៈគុលដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានធ្វើការសុំទោសចំពោះការលើកឡើងមួយដែលថាប្រទេសថៃក៏បានរំលោភបំពានមកលើកម្ពុជាដែរដែលឃ្លានេះបង្កឲ្យពលរដ្ឋថៃកើតទុក្ខមិនសុខចិត្តជាខ្លាំងនិងបង្ហាញពីការខឹងសម្បារចំពោះនាយករដ្ឋមន្ត្រីរូបនេះបាទអញ្ចឹងពាក់ព័ន្ធទៅនឹងរឿងលើកឡើងរបស់អនុទិនដែលលើកឡើងថាប្រទេសថៃក៏រំលោភបំពានមកលើទឹកដីកម្ពុជាដែរឃ្លានេះគឺជាឃ្លាដែលគាត់និយាយជាក់ស្ដែងគឺគាត់និយាយការពិតប៉ុន្តែក្រោយមកនៅពេលដែលក្រុមជ្រុលនិយមរបស់ថៃនឹងបង្ហាញការមិនពេញចិត្តច្រើនពេកហើយក៏គាត់ខ្លាចបាត់បង់ការគ្រប់គ្រងខ្លាំងឥឡូវនេះចាប់ផ្ដើមមកសុំទោសហើយសុំទោសប្រជាជនថៃដែលខ្លួនបាននិយាយបែបហ្នឹងក្នុងការសុំទោសនេះគោលអំណងគឺដើម្បីឲ្យក្រុមជ្រុលនិយមរបស់ថៃហ្នឹងរបៀបថាមានការស្ងប់ចិត្តទី1ទី2ដើម្បីឲ្យបានការគ្រប់គ្រងនៅពេលដែលអនុទិននឹងធ្វើការបោះឆ្នោតបាទព្រមរាជវិភាឲ្យបោះឆ្នោតជ្រើសរើសយករដ្ឋមន្ត្រីសាថ្មីហើយដូច្នេះត្រូវតែមានការគ្រប់គ្រងបាទតែមិនឲ្យមានការគ្រប់គ្រងដូច្នេះអនុទិនឆាន់វីរៈគុលនឹងក៏បានសុំទោសបាទលើយកមកព័ត៌មានលម្អិតតែម្ដងនេះបើយោងតាមការចុះផ្សាយរបស់កាសែតបឹងកងប៉ុស្តិ៍នៅថ្ងៃច័ន្ទទី3ខែវិច្ឆិកាឆ្នាំ2025លោកអនុទិនសន្យាថានឹងប្រយ័ត្នមាត់កាន់តែខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍នាពេលអនាគតស្តីអំពីបញ្ហាទ្វេភាគីដ៏រសើបនេះបាទបន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល APEC លើកទី32នៅប្រទេសកូរ៉េខាងត្បូងនាយករដ្ឋមន្ត្រីវ័យ59ឆ្នាំរូនេះបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាបាទបញ្ជាក់ថាម៉េចលោកបានបញ្ជាក់ថាតកតងទៅនឹងការអត្ថាធិប្បាយរបស់ខ្ញុំអំពីការលុកលុយតាមព្រំដែនខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់លោកអនុទិនបានបន្ថែមថាខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំហើយចំពោះការខកខានក្នុងការប្រស្រ័យតាក់ទងច្បាស់លាស់ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារកំហុសនាពេលអនាគតខ្ញុំសូមទោសដែលបណ្ដាលឲ្យមានការព្រួយបារម្ភនិងការយល់ច្រឡំបាទអញ្ចឹងមិនមែនលើកទី1ទេបងប្អូនដែលមានប្រជាជនខឹងសម្បារហើយក៏ឡើងមកកែវិញបែបនេះសូម្បីតែអភិបាលខេត្តស្រះកែវគឺលោកបរិញ្ញាពោធិសត្វនោះដែលគាត់ក៏បានលើកឡើងដែរថាទឹកដីនៅក្នុងភូមិព្រៃច័ន្ទដែលជាទឹកដីរបស់ខ្មែរហ្នឹងតំបន់ហ្នឹងគឺជាតំបន់ដែលមិនទាន់ដាច់ស្រេចអីបែបនេះបែបនោះប៉ុន្តែក្រោយមកប្រជាជនថៃធ្វើការមានថាធ្វើផ្ទុះការរិះគន់អីប្រមាថបែបនេះបែបនោះណាចោទថាអភិបាលខេត្តថៃបេះដូងខ្មែរអីចេះមួយចុះពីរអញ្ចឹងទៅអភិបាលខេត្តស្រះកែវនឹងក៏ចេញមកកែវិញបែបនេះបែបនោះរហូតដល់មានការជូននៅបានកម្មសិទ្ធិកាន់កាប់ដីធ្លីអីបន្តបន្ទាប់មកទៀតបាទនេះជាចំណុចមួយដែលយើងឃើញថាថ្នាក់ដឹកនាំនៃប្រទេសថៃនឹងគឺមាន2រូបហើយណាបងប្អូន2រូបហើយដែលមកសុំទោសបែបហ្នឹងនៅពេលដែលខ្លួននិយាយការពិតរួចហើយឥឡូវយើងមកមើលបន្តទៀតលោកបានសង្កត់ធ្ងន់ថាប្រទេសថៃនឹងមិនបាត់បង់ទឹកដីឬអធិបតេយ្យភាពណាមួយឡើយហើយរដ្ឋាភិបាលនឹងប្រើប្រាស់រាល់វិធានការដែលមានរួមទាំងគណៈកម្មការព្រំដែនទូទៅដែលហៅកាត់ថា GBC គណៈកម្មការព្រំដែនចម្រុះថៃកម្ពុជាដែលហៅកាត់ថា JBC និងគណៈកម្មការព្រំដែនតំបន់ដែលហៅកាត់ថា RBC ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែនបាទទន្ទឹមនឹងនោះ
លោកក៏បានអះអាងដែរថាការសម្រេចចិត្តណាមួយក្នុងការបើកច្រកព្រំដែនឡើងវិញនឹងត្រូវធ្វើឡើងបន្ទាប់ពីបានពិគ្រោះយោបល់ជាសាធារណៈដោយនិយាយថាដំណើរការនឹងធានាបាននៅភាពច្បាស់លាស់និងការឯកភាពជាតិបាទមែនតើទៅអនុទិនរៀងប្លែកជាងនាយករដ្ឋមន្ត្រីមុនបងប្អូនរៀងប្លែកយ៉ាងម៉េចសម្បីតែការទៅចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីនៅទីក្រុងកូឡាឡាំពួរពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពអីហ្នឹងក៏ដោយមុននឹងចុះសេចក្តីព្រមព្រៀងឬក៏ហៅថាសេចក្តីប្រកាសរួមហ្នឹងដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគឺអនុទិនបាន live នៅក្នុង Facebook បាទ live នៅក្នុង Facebook បញ្ជាក់ថាការចុះហត្ថលេខានេះវាបែបនេះបែបនោះអីចឹងទៅដើម្បីកុំឲ្យប្រជាជនថៃហ្នឹងមានការខឹងសម្បារហើយអ្វីដែលគាត់ធ្វើបែបហ្នឹងដើម្បីអីបងដើម្បីប្រជាប្រិយហើយប្រជាប្រិយដែលគាត់នឹងត្រូវបោះឆ្នោតប្រហែលខែខាងមុខនេះបាទប្រហែលខែខាងមុខនេះគឺចាប់ផ្ដើមដំណើរការបោះឆ្នោតហើយដូច្នេះគាត់ទាញយកប្រជាប្រិយហ្នឹងបាទទាញយកប្រជាប្រិយហ្នឹងហើយសំបីតែរឿងនេះក៏ដោយថាក្រោយមុននឹងសម្រេចចិត្តណាដូចជាការបើកច្រកបើកអីហ្នឹងគឺថាត្រូវពិគ្រោះយោបល់ជាសាធារណៈគឺជាមួយណាគឺជាមួយនឹងប្រជាពលរដ្ឋអីហ្នឹងឯងបងប្អូនជាមួយនឹងប្រជាពលរដ្ឋហើយយើងក្នុងនាមជាថ្នាក់ដឹកនាំវាមិនខ្វះទេរឿងប្រជាពលរដ្ឋប្រឆាំងអីខ្លះស្របខ្លះហើយបើតាមប្រជាពលរដ្ឋទាំងអស់អាហ្នឹងវាជារឿងល្អហើយប៉ុន្តែក្រុមអ្នកជ្រុលនិយមបងប្អូនក្រុមអ្នកជ្រុលនិយមគឺគេមិនដែលយល់ពីសុខទុក្ខប្រជាពលរដ្ឋថៃដែលនៅតាមបណ្ដោយព្រំដែនដែលកំពុងតែត្រដោះខ្យល់នោះទេជាពិសេសក្រុមវិស័យឯកជនហ្នឹងគឺទាមទារអនុទិនអីហ្នឹងគឺឲ្យធ្វើការជួយលុយជួយកាក់អំពីការខាតបង់អីចឹងណាអានឹងយើងឃើញកន្លងមកវិស័យឯកជននៅក្នុងប្រទេសថៃហ្នឹងកំពុងតែដុនដាបហើយសេដ្ឋកិច្ចហ្នឹងគឺរឹងនៅត្រឹងនឹងបើទោះបីជាមានបងប្អូនខ្លះគាត់គិតថាថៃគេមិនមែនអន់អីបែបនេះបែបនោះប៉ុន្តែមួយផ្នែកដែលប្រជាពលរដ្ឋពហិការក៏ដូចជាបិទព្រំដែននេះថៃខាតធ្ងន់ណាស់បងប្អូនថៃខាតធ្ងន់ណាស់អំពីការបិទព្រំដែននេះពីព្រោះតំណែងភាគច្រើនចូលមកខ្មែរហ្នឹងគឺថៃចំណូលមួយខែមិនមែនតិចលានដុល្លារទេបងប្អូនប៉ុន្តែនៅពេលដែលបិទនេះអ្នកដែលរស់ស៊ីក្នុងគោលដៅអតីតជនខ្មែរហ្នឹងគឺថាខាតទាំងស្រុងតែម្ដងបងប្អូនបានដឹងព័ត៌មានហើយមុនគឺមានការចងកសម្រាប់ខ្លួនអីដោយសារលក់ទំនិញមិនបានផ្លែឈើផ្លែអីយកចូលខ្មែរមិនបានអីហ្នឹងសិតតែរឿងដែលថៃត្រូវការអស្រ័យប៉ុន្តែគេអត់ខ្វល់រឿងវិជាជនទេសំខាន់គឺមហិច្ឆតាឈ្លានពានរបស់ថៃបាទបន្តទៀតការសំទោសរបស់លោកអនុទិនបានធ្វើឡើងបន្ទាប់អំពីការរិះគន់ជុំវិញការលើកឡើងរបស់លោកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួរដែលលោកបាននិយាយថាមានតំបន់ដែលកម្ពុជាបានទន្ទ្រានមកលើយើងហើយយើងក៏ត្រូវទទួលស្គាល់ថាមានតំបន់ដែលថៃបានរំលោភលើទឹកដីរបស់ពួកគេដែរណាបាទអាហ្នឹងវាត្រូវបែបហ្នឹងប៉ុន្តែបើថារឿងឲ្យខ្មែរទៅរំលោភបំពានទឹកដីថៃអាហ្នឹងវាអត់មានទេណាបាទប៉ុន្តែរឿងថៃរំលោភបំពានទឹកដីខ្មែរអាហ្នឹងគឺជាក់ស្ដែងហើយណាគឺពិតជាមានឥឡូវយើងបន្តទៀតការលើកឡើងនេះបានជំរុញឲ្យមានការរិះគន់នៅក្នុងប្រទេសដោយចោទថាវាបង្កប់ន័យថាប្រទេសថៃនឹងបានទទួលខុសត្រូវចំពោះភាពតានតឹងព្រំដែនថ្មីនេះយ៉ាងណាលោកអនុទិនក្រោយបានបំភ្លឺថាចេតនារបស់លោកគឺចង់សង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការនិងតម្លាភាពរវាងប្រជាជាតិទាំងពីរមិនមែនដើម្បីទទួលកំហុសនោះទេបាទ
cho nên chế với đại khang đầu tiên bạnធ្វើការលើកឡើងបាទឥឡូវយើងមកមើលព័ត៌មានមួយទៀតបងប្អូនព័ត៌មានអន្តរជាតិបាទព័ត៌មានអន្តរជាតិនេះក៏រុស្ស៊ីស្គាល់ទោសការដាក់ពង្រាយកម្លាំងច្រើនហួសហេតុរបស់សហរដ្ឋអាមេរិកនិងគាំទ្រវេណេស៊ុយអេឡាបាទអានេះជាខាងរុស្ស៊ីនិងអាមេរិកហើយរុស្ស៊ីនឹងក៏ជាប្រទេសដែលឃ្លានពានអ៊ុយក្រែនរហូតបានដឹងហើយអូសបន្លាយរហូតមកឥឡូវនោះមិនទាន់បញ្ចប់ទេដូច្នេះរឿងខុសរឿងត្រូវពិភពលោកគេដឹងថារុស្ស៊ីគឺឃ្លានពានអ៊ុយក្រែនប៉ុន្តែរហូតមកដល់ឥឡូវអត់មានគេហៅថាការចរចាណាមួយដែលទទួលបានលទ្ធផលឲ្យវាដុំកពួននៅឡើយទេនេះជាចំនួនរវាងព្រំដែនគេហៅខាងរុស្ស៊ីណាបាទក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025លើកម្លាំងយោធាច្រើនហួសហេតុដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយនៅសមុទ្រការ៉េបៀនដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងការជួញដូរគ្រឿងញៀនដែលសហរដ្ឋអាមេរិកចោទថាមេដឹកនាំផ្ដាច់ការវេណេស៊ុយអេឡាលោកនីកូឡាសម៉ាឌូរ៉ូជាមេខ្លោងបាទក្រៅពីការថ្កោលទោសសហរដ្ឋអាមេរិករុស្ស៊ីក៏បានបញ្ជាក់ជាថ្មីនៅការគាំទ្រខ្លួនចំពោះមេដឹកនាំវេណេស៊ុយអេឡាផងដែរបាទអញ្ចឹងរុស្ស៊ីគេគាំទ្របាទគេគាំទ្រគ្នាគេបាទសហរដ្ឋអាមេរិកគឺថ្កោលទោសបណ្ដោយថ្កោលទោសនាយករដ្ឋមន្ត្រីនៃប្រទេសវេណេស៊ុយអេឡាហ្នឹងបងប្អូនតាមដានព័ត៌មានអន្តរជាតិអាចដឹងពីបញ្ហាពិភពលោកទាំងនេះបាទនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Marie Zakharova បានថ្លែងនៅក្នុងអត្ថាធិប្បាយមួយនៅលើគេហទំព័ររបស់ក្រសួងថាយើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់កម្លាំងយោធាហួសហេតុក្នុងការអនុវត្តសកម្មភាពក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនសកម្មភាពបែបនេះគឺជាការរំលោភទាំងច្បាប់នៅក្នុងស្រុករបស់សហរដ្ឋអាមេរិកនិងបទដ្ឋាននៃច្បាប់អន្តរជាតិបាទលោកស្រី Zakharova ក៏បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមមរបស់រុស្ស៊ីចំពោះថ្នាក់ដឹកនាំវេណេស៊ុយអេឡានៅក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនផងដែរសូមជម្រាបជូនថាសហរដ្ឋអាមេរិកបានបង្កើតវត្តមានយោធាដ៏ធំនៅការ៉េបៀននៅក្នុងរយៈពេលប៉ុន្មានខែថ្មីនេះជាមួយនឹងការដាក់ពង្រាយយន្តហោះចម្បាំងនាវាចម្បាំងនិងកងទ័ពរាប់ពាន់នាក់ដើម្បីបង្ក្រាបនៅអ្វីដែលលោកត្រាំហៅថាជាការជួញដូរគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំបាទនេះជាអ្វីដែលលោកត្រាំបានធ្វើការបញ្ជាក់ណាបាទឥឡូវយើងមកមើលបន្តទៀតនៅក្នុងយុទ្ធនាការរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការីបៀននិងប៉ាស៊ីហ្វិកខាងកើតយោធាសហរដ្ឋអាមេរិកបានបាញ់គំទេចទូកយ៉ាងហោចណាស់14គ្រឿងនិងបណ្ដាលឲ្យមនុស្សស្លាប់61នាក់បាទអញ្ចឹងយោធាអាមេរិកក៏បានចាត់វិធានការដែរបងប្អូនហើយបណ្ដាលឲ្យមនុស្សស្លាប់ហ្នឹងរហូតដល់61នាក់បាទហើយ61នាក់នៅក្នុងអីគឺនៅក្នុងទូកបាទទូក14គ្រឿងណាបងទូក14គ្រឿងគឺមានមនុស្ស60បាទមានមនុស្ស61នាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះបាទមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំ2025ក៏បានប្រកាសផ្ដល់រង្វាន់$50 លានសហរដ្ឋអាមេរិកសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានិងលោកនីកា
Nicolas Nicolas Maduro ថែមទៀតផងបាទប៉ុន្តែលោក Maduro បានអះអាងថាទង្វើរបស់សហរដ្ឋអាមេរិកជាការប៉ុនប៉ងដើម្បីទម្លាក់រូបលោកចេញពីតំណែងប្រធានាធិបតីដែលលោកកាន់កាប់តំណែងណាកាន់កាប់តាំងពីឆ្នាំ2013មកបាទហើយបើទោះបីជាមានការរងសម្ពាធពីប្រទេសមហាអំណាចសហរដ្ឋអាមេរិកក៏ដោយរហូតមកដល់ពេលនេះលោក Maduro មិនបានបង្ហាញសញ្ញានៃការចុះចាញ់នោះទេហើយបានស្វែងរកជំនួយពីប្រទេសសម្ព័ន្ធមិត្តបាទអញ្ចឹងបើទោះបីជាសហរដ្ឋអាមេរិកគំរាមកំហែងអីមិនក៏មិនចុះចាញ់ដែរបាទកាលពីខែឧសភាកន្លងទៅប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin និងលោក Nicolas Maduro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រមួយនៅទីក្រុងមូស្គូផងដែរនេះជាអត្ថបទកាសែតព័ត៌មានអន្តរជាតិពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៅក្នុងពិភពលោកហើយរឿងរ៉ាវនៅក្នុងពិភពលោកនេះគឺបានកើតឡើងយ៉ាងច្រើនមែនទែនបងប្អូនជាពិសេសគឺកម្ពុជាជាមួយនឹងថៃហើយមានរឿងរ៉ាវពីរុស្ស៊ីជាមួយអ៊ុយក្រែនឥឡូវនេះគឺមានព្រឹត្តិការណ៍ដែលគួរឲ្យតក់ស្លុតរន្ធត់មួយទៀតគឺនៅប្រទេសសូដង់បាទនៅប្រទេសសូដង់ហ្នឹងគឺកំពុងតែមានការបាញ់សម្លាប់គ្នាគេហៅថាសង្គ្រាមស៊ីវិលគឺបាញ់សម្លាប់គ្នារាប់លានរាប់ម៉ឺននាក់ហ្នឹងបងបាទអានឹងយើងឃើញទៅគឺវាមានភាពអាណោចអាធំហើយជាពិសេសសង្គ្រាមស៊ីវិលដូចយើងកាលពីសម័យពលពតអីណាបងប្អូនបាញ់សម្លាប់គ្នាឯងអីចឹងទៅអានឹងគឺជារឿងដែលយើងឃើញហើយតក់ស្លុតដែលប្រជាជនមានការស្លាប់ច្រើនដោយភ្លើងសង្គ្រាមមិនថាតែភ្លើងសង្គ្រាមរវាងប្រទេសនិងប្រទេសទេសូម្បីតែប្រទេសខ្លួនឯងដែលមិនចុះសម្រុងគ្នានេះក៏នាំឲ្យមានសង្គ្រាមដែរហើយសង្គ្រាមហ្នឹងគឺសម្លាប់តែប្រជាជនខ្លួនឯងសម្លាប់តែប្រជាពលរដ្ឋខ្លួនឯងនឹងឯងបាទនេះជារឿងដែលពិភពលោកមិនគួរឲ្យមានទេហើយក៏មានការភ្ញាក់ផ្អើលមែនទែននៅក្នុងព្រឹត្តិការណ៍ហ្នឹងយើងឃើញនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីហ្នឹងក៏បានចេញសារទៅឲ្យមានការចរចាគ្នាណាហើយរហូតដល់សហរដ្ឋអាមេរិកហ្នឹងក៏ចង់ជួយឲ្យមានការចរចាអីដែរពីព្រោះនឹងគឺពាក់ព័ន្ធទៅនឹងការសម្លាប់រង្គាលតែម្ដងបាទនេះជារឿងរ៉ាវនៅប្រទេសសូដង់ហើយខ្ញុំនឹងជូនព័ត៌មានលម្អិតដល់បងប្អូនទាំងអស់គ្នាអាចថាវីដេអូក្រោយៗទៀតខ្ញុំនឹងជម្រាបជូនបាទអញ្ចឹងសម្រាប់វីដេអូនេះយើងមានប៉ុណ្ណឹងបងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្តគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា